Bạn sẽ đây làទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការ set up Cisco Packet Tracer លើ MacBook អញ្ចឹងដើម្បីដំឡើងនៅ Cisco Packet Tracer បានយើងត្រូវចូលទៅ Google យើងទៅ download app ហ្នឹងមកសិនអញ្ចឹង website ដែលខ្ញុំយកមកគឺខ្ញុំចូលពី Filehost អញ្ចឹងខ្ញុំ download វាមកលើ free download កន្លែងនេះខ្វែងចេញទៅហើយចាំបន្តិចយើងចុចពាក្យថា start download ឡើងនេះអញ្ចឹងនៅពេលដែលយើងចុចមកយើងនឹង download file បានមកហើយអូខេអញ្ចឹងខ្ញុំសន្មតថាខ្ញុំ download បានដោយសារតែខ្ញុំមាន file ហ្នឹងហើយតែអញ្ចឹងដល់ឲ្យចាំបន្តិចសិនទៅអូខេអញ្ចឹងខ្ញុំដោយសារតែខ្ញុំធ្លាប់ download វាម្ដងហើយអញ្ចឹងនៅពេលដែលយើង download មកហើយយើងចូលទៅក្នុង download មករបស់យើងហ្នឹងអូខេអញ្ចឹងយើងរកមើល file របស់យើងនេះ file របស់ខ្ញុំអញ្ចឹងខ្ញុំคลิกលើវាមកខ្ញុំ set up ធម្មតា open អូខេ continue accept license install done តោះអញ្ចឹងយើងទៅបើកមើលទាំងអស់គ្នានេះជា Cisco Packet Tracer របស់ខ្ញុំអញ្ចឹងកំពុងដើរមកណាអូខេនេះតើតើមួយ version ទេអញ្ចឹងកន្លែងនេះយើងជាធម្មតាដោយសារតែយើងទើបតឡើងថ្មីអញ្ចឹងវាទាមទារឲ្យយើង log in ឬក៏ guest user អញ្ចឹងបើអ្នកទាំងអស់គ្នាមាន Cisco account អ្នកទាំងអស់គ្នា log in ទៅតែបើថាអត់ទេយើងអាច guest បានអញ្ចឹងណា guest យើងរងចាំ15 second អញ្ចឹងអ្នកទាំងអស់គ្នាអាច log in បានសម្រាប់ខ្ញុំមាន account អត់អីចាំមកខ្ញុំ log តែកុំឲ្យខាតពេលខ្ញុំចុចលើ guest សិនអញ្ចឹងនេះជា Cisco Packet Tracer របស់ខ្ញុំនៅលើ Mac បាទអរគុណជម្រាបលា